AI មិនមែនគ្រាន់តែជួយសិស្សទេតែកំពុងធ្វើបដិវត្តការអប់រំការវិវត្តនៃ AI បានជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យផ្សេងៗរួមទាំងវិស័យអប់រំជាពិសេស AI បានធ្វើបដិវត្តការអប់រំដោយពង្រឹងបទពិសោធន៍នៃការរៀនសូត្រតាមរយៈវិធីសាស្ត្ររៀនផ្ទាល់ខ្លួននិងការរៀនសូត្របែប adaptive ដែលឆ្លើយតបនឹងតម្រូវការនិងបរិបទនៃការរៀនសូត្ររបស់សិស្សម្នាក់ៗ AI ត្រូវបានគេរំពឹងថានឹងធ្វើបដិវត្តការអប់រំដោយពង្រឹងការរៀនផ្ទាល់ខ្លួនគាំទ្រដល់គ្រូបង្រៀននិងជំរុញប្រសិទ្ធភាពការងាររដ្ឋបាលនៅវិស័យនេះផងដែរគួរបញ្ជាក់ផងដែរថាឧបករណ៍សិក្សាដែលផ្អែកលើ AI មានវត្តមាននៅក្នុងថ្នាក់រៀនតាំងពីទសវត្សរ៍ឆ្នាំ1960មកម្លេះមុនពេល ChatGPT លេចឡើងជាង60ឆ្នាំប្រព័ន្ធដំបូងអាចសម្រួលមេរៀនតាមចម្លើយរបស់សិស្សបើទោះបីជាគ្មានចំណុចប្រទាក់ក្រឡានៃការសន្ទនាភាសាដែលស្ទាត់ជំនាញដូចសម័យបច្ចុប្បន្នក៏ដោយ AI ក្នុងវិស័យអប់រំមិនបានចាប់ផ្ដើមជាមួយ Chatbot នោះទេតែបានចាប់ផ្ដើមជាមួយនឹងក្តារខៀននិងគំនិតចង់ដឹងចង់ឃើញដែលសួរថាតើម៉ាស៊ីនអាចបង្រៀនដូចមនុស្សបានទេគំនិតនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងការអប់រំចាប់ផ្ដើមពីសន្និសីទ Dartmouth ឆ្នាំ1956ដែលពាក្យ Artificial Intelligence ត្រូវបានបង្កើតឡើងដំបូងដោយលោក John McCarthy ដែលជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រនិងអ្នកវិទ្យាសាស្ត្រចិត្តសាស្ត្ររបស់អាមេរិកបានចាប់ផ្ដើមបង្កើតបរិយាកាសស្រាវជ្រាវ AI រួមជាមួយនឹងមិត្តរួមការងាររបស់លោកពួកលោកជាក្រុមដំបូងគេដែលបានពិភាក្សាលើប្រធានបទការដោះស្រាយបញ្ហាតាមរយៈ AI Symbolic Reasoning និងម៉ាស៊ីនសិក្សាលុះដល់ឆ្នាំ1960ប្រព័ន្ធអប់រំដែលមានជំនួយពីកុំព្យូទ័រត្រូវបានដាក់ឲ្យដំណើរការដំបូងគេហើយនៅឆ្នាំ1967លោក Seymour Papert នៃ MIT បានជួយបង្កើតភាសាសរសេរកម្មវិធី Logo ដែលជាកម្មវិធីសរសេរកូដក្រាហ្វិកងាយស្រួលសម្រាប់កុមារដែលបង្ហាញពីសក្តានុពលថាកុំព្យូទ័រអាចផ្ដល់ឲ្យអ្នកសិក្សាវ័យក្មេងកាន់តែខ្លាំងបន្ទាប់មកនៅទសវត្សរ៍ឆ្នាំ1970-1980ប្រព័ន្ធបង្រៀនវៃឆ្លាតបានធ្វើបដិវត្តការអប់រំដោយផ្ដល់នូវបទពិសោធន៍រៀនផ្ទាល់ខ្លួននិងការរៀនសូត្របែប adaptive ដែលធ្វើត្រាប់តាមគ្រូបង្រៀនឧបករណ៍ទាំងនេះមិនត្រឹមតែជួយសិស្សឲ្យរៀនដោយឯករាជ្យប៉ុណ្ណោះទេប៉ុន្តែថែមទាំងកាត់បន្ថយពេលវេលារបស់គ្រូក្នុងការរៀបចំមាតិកាបង្រៀនផងដែរជាឧទាហរណ៍ Methia ដែលជា ITS គាំទ្រដោយ AI បានបង្ហាញពីការកើនឡើងគួរឲ្យកត់សម្គាល់នៃសមត្ថភាពសិស្សលើមុខវិជ្ជាគណិតវិទ្យាតាមរយៈការបង្កើតមេរៀនផ្ទាល់ខ្លួនដោយផ្អែកលើអារម្មណ៍វឌ្ឍនភាពនិងចំណង់ចំណូលចិត្តនៃការរៀនសូត្ររបស់សិស្សបច្ចេកវិទ្យា AI ក៏បន្តធ្វើបរិវត្តកម្មវិស័យអប់រំដោយក្រោយមកនៅឆ្នាំ2022 AI Chatbot ឈ្មោះ ChatGPT ត្រូវបានបង្កើតឡើងដែលធ្វើឲ្យមានការផ្លាស់ប្ដូរយ៉ាងធំធេងកម្មវិធី AI Chatbot អាចផ្ដល់ជាជំនួយដល់សិស្សនិងគ្រូបង្រៀននាពេលបច្ចុប្បន្នក្នុងការស្វ័យសិក្សាដោយខ្លួនឯងការពន្យល់ការបង្កើតមាតិកាការផ្ដល់មតិយោបល់ជាក់ស្ដែងការបកប្រែនិងការបង្រៀនផ្ទាល់យុគសម័យថ្មីនៃការអប់រំបាននឹងកំពុងចាប់ផ្ដើមខណៈដែល AI បន្តត្រូវបានរួមបញ្ចូលក្នុងវិស័យអប់រំជាពិសេសតាមរយៈប្រព័ន្ធដាក់ពិន្ទុនិងការវាយតម្លៃដោយស្វ័យប្រវត្តិបើទោះបីជា AI កំពុងមានការវិវត្តយ៉ាងខ្លាំងក៏ដោយប៉ុន្តែតួនាទីរបស់គ្រូបង្រៀននៅតែមានសារៈសំខាន់ដោយពួកគាត់ផ្ដល់ឲ្យនូវការគាំទ្រផ្លូវអារម្មណ៍និងដំបូន្មានដែលលើសពីអ្វីដែលបច្ចេកវិទ្យាអាចធ្វើបានក្នុងន័យនេះដើម្បីធានាថា AI បម្រើការអប់រំប្រកបដោយប្រសិទ្ធភាពការទទួលខុសត្រូវនិងសុវត្ថិភាពកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអ្នកអភិវឌ្ឍ AI អ្នកធ្វើគោលនយោបាយគ្រូបង្រៀនសិស្សានុសិស្សនិងគ្រប់ភាគីពាក់ព័ន្ធគឺមានសារៈសំខាន់ណាស់